Sôm chim sú prim bật bụng mày bong bóng và ngày ní sôm này nó ông pi biệt cả đầm có đôi chi bồng bay côn protein caladium nó gọi bàn tràn bà hơi caladium protein ní bà cứ chia bùi cầm rò mùi protein bong phong đáy bà chia protein bùi cầm rò bà hơi trong miền đào mê bùi mũi đào mê bùi mũi đào nắng bà hơi nó pe đài protein nó pe đài trâu phần lư ngày đẹp to hà sập rồi mùi có chất sập thì rồi nắng cứ nắng prai po từ chia po chụp bà po chụp hơi tận nông sờ say nắng po rương cả màu bà po rương riêng cả màu vấn đề bà sân chỉ dương đam được nông một lúc của bà này đam được nông một lúc đại trời phần lư đàoប្រយោលគឺមានពណ៌រូបរាងបែបនេះឯងបាទគឺមានពណ៌រូបរាងពណ៌សរឿងផ្លេកបាទគឺភ្លឺបាទពណ៌សរឿងភ្លឺហើយជាមួយនឹងសរសៃពណ៌បៃតងបាទហើយលាយឈូកតិចតិចបើសិនជាត្រូវពន្លឺដោយផ្ទាល់50ឬមួយក៏60%ហ្នឹងគឺចេញពណ៌ស្អាតមែនតើអញ្ចឹងប្រភេទកាឡាឌៀមមួយប្រភេទនេះគឺជាពូជកម្របាទពូជកម្រហើយខ្ញុំមានដើមមេពូជតែមួយដើមទេហើយបន្ទាប់មកគឺខ្ញុំពុះបំបែកដាំបាទនៅពេលដែលខ្ញុំពុះបំបែកដាំហ្នឹងខ្ញុំពុះចំនួន8ចំណែកបាទអញ្ចឹងកាឡាឌៀមមេពូជដែលខ្ញុំបានបង្ហាញហ្នឹងខ្ញុំពុះមើលហ្នឹងជា8ចំណែកបាទហើយនៅពេលដែលខ្ញុំយកមកដាំមកឥឡូវហ្នឹងគឺដុះហើយបាទនេះនៅក្នុងវីដេអូនេះគឺខ្ញុំកំពុងបង្ហាញហ្នឹងគឺរយៈពេល6ខែបាទនៅពេលដែលខ្ញុំពុះដាំនឹងរហូតមកដល់ឥឡូវហ្នឹងគឺ6ខែបាទគឺដុះបានប៉ុណ្ណឹងហើយឥឡូវយើងចង់ដឹងមើលថាតើដុះបានប្រមាណដើមខ្ញុំនឹងឆែកនឹងដកចេញមកឲ្យដើម្បីបំបែកដាក់ផើងខ្ទងផ្សេងមួយទៀតបាទអញ្ចឹងមួយដើមបាទអូខេមួយដើមតើវាអាកាសដែលភាគរយនៃការរស់ហ្នឹងបានប្រមាណដើមព្រោះអីនៅពេលដែលខ្ញុំបង្ហាញហ្នឹងគឺខ្ញុំពុះចំនួន8បាទឥឡូវហ្នឹងគឺ2ឆែកមើលផ្ទាល់ទាំងអស់តែម្ដងខ្ញុំដាំនៅកន្លែងហ្នឹងដោយសារតែវាគៀកផ្លូវដល់ចឹងទៅគេវល់តែមកប៉ះទៅធ្វើឲ្យបាក់ស្លឹកបាក់មែកចឹងទៅ3តោះឥឡូវយើងមើល4 6បាទសរុបទាំងអស់គឺ6កូននៅពេលដែលខ្ញុំពុះហ្នឹងចំនួន8បាទ8ចំណែក8ចំណិតប៉ុន្តែនៅពេលដែលវាដុះមកគឺដុះបានត្រឹមតែ6ចំណិតទេអញ្ចឹងបាទឥឡូវយើងយកមកដាក់ផើងថ្មីមកហើយដូចខ្ញុំថាអញ្ចឹងយើងដាំបែបណាក៏បានដែរងាយស្រួលទេហើយនេះខ្ញុំធ្វើដីរួចរាល់អស់ហើយខ្ញុំដាំហ្នឹងគឺទុកដើម្បីធ្វើជាមេពូជវិញបាទយើងទុកធ្វើជាមេពូជវិញអញ្ចឹងកាឡាឌៀមប្រភេទហ្នឹងគឺពូជកម្រមែនប៉ុន្តែងាយស្រួលដាំមិនពិបាកដាំនោះទេហើយដូចខ្ញុំថាអញ្ចឹងយើងដាំបែបហ្នឹងមកបាទដោយសារតែកាឡាឌៀមហ្នឹងគឺជាប្រភេទគេហៅថាពពួកប្រទាលព្រះអាទិត្យឬមួយក៏ពពួកប្រទាលគីងគក់នឹងខ្មែរយើងនឹងប៉ុន្តែបរទេសគេហៅពពួកកាឡាឌៀមហើយនេះស្លឹកបាទដោយសារតែដាក់គៀកផ្លូវដល់ចឹងទៅគេដើរប៉ះចុះប៉ះឡើងទៅក៏វាបាក់ស្លឹកបាក់អីចឹងទៅបាទហើយអាហ្នឹងយើងហែកស្លឹកចេះមកអត់អីទេប៉ុន្តែយើងហែកចោលទៅព្រោះកាឡាឌៀមនៅពេលដែលយើងដាំថ្មីហ្នឹងស្លឹកវាជួនកាលអាចនឹងខូចនៅពេលដែលដុះស្លឹកថ្មីចាប់ដើមដុះឬគឺដុះស្លឹកថ្មីមកគឺស្អាតតែម្ដងហ្នឹងពពួកកាឡាឌៀមគឺងាយស្រួលដាំបាទហើយដូចខ្ញុំថាអញ្ចឹងខ្ញុំទុកធ្វើជាមេពូជវិញទេខ្ញុំអត់ទាន់លក់ដូរអីទេដោយសារតែវានៅតិចគឺចំណាយពេលយូរគួរសមដែររយៈពេល6ខែចាត់ទុកថាគ្រាន់បើហើយវាចំណាយពេលយូរ6ខែដុះបានប៉ុណ្ណឹងតែមានប្រភេទពូជខ្លះគឺពិបាកដាំជាងនឹងទៀតបាទខ្ញុំដាក់ទាំងអស់គឺបានខ្ញុំដាក់តែ5ផើងទេបាទដោយសារតែយើងវាខ្វះផើងដែរអញ្ចឹងយើងដាក់តែប៉ុណ្ណឹងផើងហ្នឹងគឺគ្រប់គ្រាន់ហើយកាឡាឌៀមហ្នឹងបាទពេលល្ងាចអីហ្នឹងបាទប្រឡប់អីហ្នឹងគឺភ្លឺស្អាតមែនតើខ្ញុំស្រឡាញ់ប្រភេទពូជមួយហ្នឹងប្រភេទពូជកម្រប៉ុន្តែងាយស្រួលដាំមិនពិបាកដាំនោះទេបាទហើយការដាំប្រទាលហ្នឹងដូចខ្ញុំមុននឹងចេញវីដេអូគឺខ្ញុំចំណាយពេលយូរបន្តិចដោយសារតែខ្ញុំគិតគូរទៅលើយើងតាមដានមើលឲ្យបានហ្មត់ចត់អញ្ចឹងមកផើងតូចនេះគឺខ្ញុំដាក់2តែម្ដងបាទគឺខ្ញុំដាក់2ពពួកកាឡាឌៀមគឺជាពពួកដែលត្រូវការទឹកច្រើនបាទអញ្ចឹងយើងដាក់ទឹកឲ្យច្រើនទៅអត់បញ្ហាអីទេបាទគឺវាត្រូវការទឹកច្រើនបាទ
ហើយនេះខ្ញុំបន្ថែមម៉ោះបាទពពួកម៉ោះហ្នឹងខ្ញុំដាក់2ជាន់ដាក់ខាងលើផងដាក់ខាងក្រោមផងបាទហើយវាស្រូបសំណើមបានយូរការដាំនេះគឺទាមទារយើងតស៊ូបន្តិចយើងព្យាយាមបន្តិចបើសិនជាយើងដាំអត់សូវយកចិត្តទុកដាក់ប្រទាលរបស់យើងក៏អត់សូវល្អដែរសម្រាប់ខ្ញុំគឺខ្ញុំតាមដានគ្រប់ពេលវេលាតែម្ដងមិនថាយប់ឬមួយក៏ថ្ងៃទេពេលខ្លះពេលយប់ហ្នឹងវាមានពពួកសត្វល្អិតមួយចំនួនស៊ីតែខាឡាឌៀមខ្លះគឺអត់មានសត្វណាហ៊ានស៊ីទេដង្កូវអត់ហ៊ានដែរបាទយើងដាក់ចឹងមកបាទហើយម៉ោះប្រភេទហ្នឹងបាទគឺងាយស្រួលរកទេនៅតំបន់ខ្ញុំនេះគឺវាដុះនៅតាមថ្មអញ្ចឹងយើងដើរប្រមូលពីព្រៃមកបាទរួចរាល់ហើយជីបាទនេះគឺជាជីគ្រាប់យើងមានកប៉ុសទឹកយើងមានកប៉ុសទឹកយើងប្រើកប៉ុសទឹកទៅបើសិនយើងមានកប៉ុសគោកយើងថែមកប៉ុសគោកទៅរៀងរាល់នៅពេលដែលច្រើនខែនៅពេលដែលយើងស្រោចទឹកយូរទៅធ្វើឲ្យដីហ្នឹងវាស្រកកាលណាដីស្រកយើងគួរតែបន្ថែមនៅកំប៉ុសគោកបាទយើងថែមកំប៉ុសគោកល្អបាទតែបើយើងមានជីគ្រាប់ទំនើបបែបនេះបាទរឹតតែស្រួលទៀតបាទប៉ុន្តែយើងចំណាយលុយបាទចំណាយលុយទៅលើទិញគ្រាប់ជីគ្រាប់ហ្នឹងតែបើថាយើងធ្វើជីកំប៉ុសគោកខ្លួនឯងបានយើងមិនបាច់ចំណាយទៅលើជីហ្នឹងទេអានេះដោយសារតែខ្ញុំពេលខ្លះក៏ខ្ជិលដែរខ្ញុំក៏ទិញជីហ្នឹងស្រាប់យកមកដាក់ទៅលឿនពេលខ្លះយើងរវល់ការងារយើងអត់បានធ្វើជីកំប៉ុសបាទតោះឥឡូវយើងស្រោចទឹកមួយជោគអត់បញ្ហាបាទខាឡាឌៀមនេះបាទត្រូវការទឹកអញ្ចឹងយើងស្រោចមួយជោគអត់មានបញ្ហាអ្វីទេបាទដូចស្លឹកនេះបាក់អញ្ចឹងកដិចចោលកាច់ចោលទៅវាអត់មានប្រយោជន៍អីទេបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទសូមជូនពរដល់ប្រិមិត្តពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា